អត់ទាន់ដល់ខែបសាយតែភ្លៀងធ្លាក់អងថ្ងៃអញ្ចឹងស្មៅព្រៃអីដុះស្លុបពេញនឹងឯងហូបតាណាំយើងអស់ហើយដោយសារយើងអត់មានពេលថែហើយដូចជាកន្លែងនេះអីមានទាំងស្មៅមែកឈើមែកអស់ឲ្យពេញនឹងឯងពេលខែប្រាំងយើងអត់បានដុតអត់បានសម្អាតវាអញ្ចឹងដល់ពេលឥឡូវគឺវានៅកកកុញពេញនឹងឯងហើយដូចជាក់ស្ដែងលពៅខ្ញុំនេះអីដាំចង់ចូលក្បាលខាងហើយតែយើងអត់ថែស្មៅដោះរូបអត់ដាក់ជីលោកគល់វាអញ្ចឹងវានៅហិចហិចនឹងឯងនឹងក្រហមហើយដល់ពេលឥឡូវទៅឃើញអញ្ចឹងចេះតែអាណិតវាទៅបោចស្មៅដាក់ជីលោកគល់វាអញ្ចឹងមើលគីឡូវាបានហូបអីខ្លាំងអញ្ចឹងណាដោយសារតែតងលពៅនៅផ្សារនេះគេលក់ថ្លៃមែនទែនយើងដាំអត់បានអញ្ចឹងគេលក់ដល់ទៅ1គីឡូ10000អីយកហើយបើងាកមកប៉ែកខាងនេះវិញអានងអីដោះវាពេញនឹងឯងតែអត់ទុកទេដោយសារតែអានងធ្ងន់បើទុកវាកន្លះឆ្នាំបានផ្លែម្ដងអញ្ចឹងដកវាចោលហើយបើទ្របនេះវិញគឺប្រភេទទ្របខ្មួអាគ្រាប់ទ្របចកោមទូចទេបងប្អូនហើយបើទុកនៅហ្នឹងក៏មិនបានហូបដែរដោយសារតែយើងដាំដំណាំច្រើនមុខអញ្ចឹងក៏គោះបំបែកវាដាក់ទៅកន្លែងទលាយដីទៅចេះតែដាក់ដាំមួយមុខបន្តិចទៅបងប្អូនគីឡូបានហូបហើយបើវាមិនបានហូបអីក៏បានធ្វើឲ្យវាទលាយដីធូរដីអីអញ្ចឹងកុំឲ្យវាស្មៅភ័យជុកពេកមូសឈើណាខែផ្សាអញ្ចឹងហើយដូចទ្របនេះអីវិញតែលពៅឡើងគឺហូបទៅទៀតហើយតែអត់ដឹងយកទៅដាក់ណាបងប្អូនភាសាស្មៅច្រើនគឺយើងអត់មានពេលច្រើនដើម្បីកាត់ស្តាវាចេញអញ្ចឹងណាឆ្លៀតបានតិចតួចចេះតែដាក់មុខបន្តិចទៅហើយអានេះក្រូចសើចបងប្អូនដាំវាចូល3-4ឆ្នាំហើយតែកន្លែងផ្សេងវាឡើងទើបតែគាស់ដាក់ហ្នឹងវាឡើងហើយម្ទេសនេះដឹងប្រហែលខែហើយ2ដើមផ្លែ2ដើមទៀតរួញខ្ញុលមិនដឹងវាមិនដែរដាំតាណាគ្នាតែមានផ្លែមានអត់